សួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ថ្នាក់រៀនភាសាអង់គ្លេសតាមអនឡាញថ្ងៃនេះយើងនឹងជួបគ្នាជាមួយនឹងវគ្គថ្មីមួយទៀតទាក់ទងទៅនឹងវគ្គអាជីវកម្មឬក៏ភាសាអង់គ្លេសគេហៅថា business អូខេតោះកុំឲ្យខាតពេកយើងទៅមើលទាំងអស់គ្នាថាថ្ងៃនេះយើងរៀនអំពីអីគេនៅក្នុង business for English for business អូខេតោះចំណងជើងគេហៅថា how to find the best deal អាហ្នឹងយើងប្រែខ្មែរចំណងជើងធំៗហ្នឹង how to find the best deal ប្រែថារបៀបក្នុងការស្វែងរកឱកាសដ៏ល្អបំផុតអញ្ចឹង deal កន្លែងហ្នឹងប្រែថាឱកាសឬក៏កិច្ចព្រមព្រៀងគេថាវិធីក្នុងការស្វែងរកឱកាសឬក៏កិច្ចព្រមព្រៀងដ៏ល្អបំផុតអញ្ចឹងអត្ថបទនេះទៅសេដោយគីមគីយ៉ូសាគីបាទដែលជាប្រពន្ធរបស់លោក Robert Kiyosaki ជាអ្នកល្បីល្បាញនៅក្នុងវិស័យអចលនទ្រព្យម្នាក់អញ្ចឹងខ្ញុំយកអត្ថបទគាត់យកមកបង្រៀនបងប្អូនទាំងអស់គ្នាអញ្ចឹងយើងទៅមើលទាំងអស់គ្នា Ready to buy your first investment property គេដាក់សញ្ញាសួរថាតើត្រៀមខ្លួនរួចជាស្រេចហើយឬនៅក្នុងការទិញអចលនទ្រព្យជាលើកអចលនទ្រព្យក្នុងការវិនិយោគអចលនទ្រព្យជាលើកដំបូងរបស់អ្នកអញ្ចឹង investment ប្រែថាការវិនិយោគដល់ពេល property ប្រែថាអចលនទ្រព្យអញ្ចឹងត្រៀមខ្លួនរួចហើយឬនៅក្នុងការទិញអចលនទ្រព្យមានន័យថាការវិនិយោគទៅលើអចលនទ្រព្យជាលើកដំបូងរបស់អ្នក Step 1 ចំណុចទី1 read this ចូលអានខាងក្រោមនេះអូខេយើងមើលទាំងអស់គ្នាគេថា wondering how the wealthiest people in America made their fortune តោះបងប្អូនមើល clear នឹងទាំងអស់គ្នាខ្ញុំសូមបញ្ជាក់បន្តិចមុននឹងយើងចូលដល់ចំណុចបកប្រែបើសិនជាបងប្អូនអត់ចេះរូបមន្តអស់ទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទៅរៀនវគ្គមូលដ្ឋានគ្រឹះអង់គ្លេសវិញទាំងអស់បើសិនជាបងប្អូនអត់ចេះមូលដ្ឋានគ្រឹះនឹងទេបងប្អូនរៀនវគ្គ business speaking writing ទាំងអស់នឹងរៀនអត់ចេះទេអញ្ចឹងណាដោយសារកន្លែងនេះខ្ញុំអត់បញ្យល់អីច្រើនតាក់ទងវេយ្យាករណ៍ទេគឺខ្ញុំប្រែហើយបើសិនជាមានខ្ញុំបញ្យល់ខ្លះៗអញ្ចឹងបើសិនជាបងប្អូនចង់ចេះច្បាស់រូបមន្តគឺបងប្អូនទៅរៀនវគ្គមួយទៀតណាអូខេតែខ្ញុំជឿថាបងប្អូនដែលចូលដល់ចំណុចនេះហើយគឺបងប្អូនបានរៀនវគ្គហ្នឹងហើយភាគច្រើនណាគេថា wondering how the wealthiest people in America made their fortune គេចង់ប្រាប់យើងថាឆ្ងល់ទេ wondering ហ្នឹងប្រែថាឆ្ងល់ទេថាតើ how ហ្នឹងប្រែថាតើឆ្ងល់ទេថាតើអ្នកមាន wealthiest people ហ្នឹងប្រែថាអ្នកមានទ្រព្យសម្បត្តិហ្នឹងណាស្រុកស្ដំនៅក្នុងសហរដ្ឋអាមេរិកហ្នឹង made their fortune មានន័យថាបង្កើតទ្រព្យសម្បត្តិរបស់ពួកគេហ្នឹងឲ្យរបៀបណាតើណាបងប្អូនសំណួរហ្នឹងយល់ណាមានន័យថាតើឆ្ងល់ទេថាតើអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំនៅប្រទេសអាមេរិកហ្នឹងបង្កើតទ្រព្យសម្បត្តិរបស់ពួកគេដោយរបៀបណា fortune ហ្នឹងប្រែទ្រព្យសម្បត្តិកាលពីឆ្នាំមុនបាទ last year 33 US billionaire made their money in real estate គេចង់និយាយថាកាលពីឆ្នាំមុនមហាសេដ្ឋី billionaire ហ្នឹងប្រែថាមហាសេដ្ឋីបងប្អូនកាលពីឆ្នាំមុនមហាសេដ្ឋីសហរដ្ឋអាមេរិកចំនួន33រូប made their money រកលុយរបស់ពួកគេបាននៅក្នុងវិស័យអចលនទ្រព្យ real estate ប្រែថាវិស័យអចលនទ្រព្យនេះបើយោងទៅតាមកាសែត Forbes 400 list មានន័យថាកាសែតនេះបើយោងទៅតាមកាសែត Forbes ចំនួនដែលមានចំនួនអ្នកមានហ្នឹង400អ្នកហ្នឹងគឺ33 billionaire គឺមកពីអចលនទ្រព្យអញ្ចឹងយើងដឹងហើយនៅក្នុងវិស័យស្រុកខ្មែរយើងពេលបច្ចុប្បន្នគឺវិស័យអចលនទ្រព្យហ្នឹងឡើងមានកំណើនខ្ពស់អញ្ចឹងមិនមែនថាស្រុកខ្មែរទេនៅប្រទេសណាដោយប្រទេសណាដែរអញ្ចឹងសេដ្ឋីភាគច្រើនបាទភាគមួយចំនួនហ្នឹងគឺចេញមកពីវិស័យអចលនទ្រព្យជាពិសេសស្រុកខ្មែរយើងដីអីនៅធូរថ្លៃអញ្ចឹងបងប្អូនបាទអូខេអញ្ចឹងបងប្អូនតន់ណាអញ្ចឹងយើងមើលមួយទៀតគឺថា now that ពីព្រោះ now that ហ្នឹងប្រែថាពីព្រោះស្មើនឹងពាក្យ because ពីព្រោះតែខ្ញុំមាន because I have your attention ពីព្រោះតែខ្ញុំទទួលបាននូវការយកចិត្តទុកដាក់របស់អ្នកឬក៏មានក៏បានដែរមានការយកចិត្តទុកដាក់របស់អ្នក Are you feeling motivated to take action តើអ្នកមានអារម្មណ៍ថាត្រូវបានគេលើកទឹកចិត្តឲ្យចាត់វិធានការទេ take action ប្រែថាចាត់វិធានការឬក៏ធ្វើសកម្មភាពយល់ទេបងប្អូនយល់ឃ្លានហ្នឹងមានន័យថាបើយើងដឹងថាគេមានដោយសារអចលនទ្រព្យហើយ
តែយើងត្រូវបានគេជំរុញនឹងឲ្យធ្វើសកម្មភាពដើម្បីទៅបង្កើតឱកាសបែបអញ្ចឹងដូចគេអត់តែខ្ញុំលើកទឹកចិត្តមុននឹងបងប្អូនធ្វើអីមួយសិក្សាច្បាស់ណាបាទសិក្សាច្បាស់កុំទៅតាមគេមួយទៀតthere is no reason គ្មានមូលហេតុណា why you can end up on the prestigious list of who is who គេថាគ្មានមូលហេតុណាដែលអ្នកមិនអាចបញ្ចប់ end up on នឹងមានតែបញ្ចប់ទៅលើតារាង list ហ្នឹងបែរតារាងដល់ល្បីល្បាញ of who is who នរណាជានរណានោះទេបងប្អូនយល់ clear ហ្នឹងឯង clear ហ្នឹងមានន័យថាមិនមែនមានន័យថាបងប្អូនមិនអាចមានឱកាសមានបានដូចគាត់ទេជួនកាលឧទាហរណ៍គេជាមហាសេដ្ឋីអចលនទ្រព្យដែលមានលុយ 1000 លានឧទាហរណ៍ណាបន្ទាប់មកបងប្អូនក៏អាចមានឱកាសក្នុងការធ្វើឲ្យខ្លួនឯងនឹងក្លាយជាមហាសេដ្ឋីតាក់ទងនឹងវិស័យអចលនទ្រព្យដែរ clear នេះគេចង់មានតែអញ្ចឹងអញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺឲ្យបងប្អូនហ្នឹងប្រឹងប្រែងហើយប្រឹងធ្វើទៅបងប្អូនមានឱកាសដូចគេមិនមែនមានន័យថាគេនៅក្នុងតារាងលេខ1រហូតយើងមិនអាចបានលេខ1ទេដូចខ្ញុំឧទាហរណ៍ដូចមហាសេដ្ឋី Bill Gates អញ្ចឹងណាឥឡូវ Elon Musk ហើយមានទេ Elon Musk ឡើងលេខ1ហើយឬក៏ Jeff Bezos អញ្ចឹងមានន័យថាយើងមើលមើល Elon Musk ពីមុនអត់មានឈ្មោះទេប៉ុន្តែក្រោយពីគាត់ខំប្រឹងប្រែងមកគាត់ក្លាយជាមហាសេដ្ឋីលេខ1 Jeff Bezos អីអញ្ចឹងណាអញ្ចឹងមិនមែនមានន័យថាអ្នកមកក្រោយចាញ់ទៅមុនទេយើងមើលមហាសេដ្ឋីអចលនទ្រព្យនៅស្រុកខ្មែរមួយចំនួនមើលដូចអុកញ៉ាអ្នកអុកញ៉ាល្បីមួយចំនួនពីមុនជាពលករពលអីចឹងអញ្ចឹងខ្ញុំនិយាយប៉ុណ្ណឹងបងប្អូនយល់ហើយថាអ្នកណាជាមហាសេដ្ឋីអីចឹងអញ្ចឹងអានឹងវាដូចគ្នាអញ្ចឹងគេទៅមុនយើងមិនប្រកាសថាយើងទៅក្រោយគេយើងអន់ទេអញ្ចឹងមានន័យអញ្ចឹងអានឹងគាត់និយាយលើកទឹកចិត្តយើងមានន័យអញ្ចឹង of course តាមពិតទៅ it all begin with finding the best deal តាមពិតទៅវាទាំងអស់ it all វាទាំងអស់ចាប់ផ្ដើមជាមួយនឹងការស្វែងរកឱកាសដ៏ល្អបំផុត deal នឹងប្រែថាឱកាសដ៏ល្អបំផុតណាអញ្ចឹងយើងអាចខ្លាចជាអ្នកមានដូចគ្នាឲ្យតែយើងមានឱកាសយើងអាចរកឱកាសបានល្អគឺយើងនឹងមានឧទាហរណ៍មើលមិនឃើញជួនកាលបងប្អូនខ្លះគាត់ធ្វើតែស្រែដីនឹងទេស្រាប់តែថ្ងៃមួយមានក្រុមហ៊ុនមួយគេមកវិនិយោគទៅដីគាត់មហិត្តានឹងលក់បាន1លានយ៉ាគាត់ខ្លាយឲ្យមីលីនីបាត់ហើយសេដ្ឋីបាត់ហើយយ៉ាមានលុយលានបាត់ហើយគេណាអញ្ចឹងវាជាឱកាសដែរហើយបើថាយើងអត់មានអញ្ចឹងទេអានឹងវាជាសំណាងជាឱកាសមួយអញ្ចឹងយើងអាចរកទៅ and while there is no guaranteed methodology គេថាហើយក៏ while there is no guaranteed methodology នឹងប្រែថាហើយទោះជាណាក៏ដោយហើយទោះជាណាក៏ដោយវ៉ានឹងប្រែទោះជាណាក៏ដោយណាបងប្អូនឆ្ងល់បងប្អូនទៅមើលមេរៀនក្បួនឡើងវិញទាំងអស់ហើយទោះបីជាណាក៏ដោយ methodology នឹងប្រែថាវិធីសាស្ត្រគ្មានវិធីសាស្ត្រណាដល់ពេល no ប្រែគ្មានមែនទេគ្មានវិធីសាស្ត្រណាដែលត្រូវបានគេធានានោះទេធានានឹងមានន័យថាគ្មានវិធីសាស្ត្រណាដែលវាល្អឥតខ្ចោះថាធានាថាឯងជោគជ័យ 100% ទេចង់មានន័យអញ្ចឹងណាចំណុចនេះគឺចង់មានន័យអញ្ចឹងមួយទៀត I'm going to share the blueprint Robert and I have successfully used for decades គេថាខ្ញុំនឹងចែករំលែក I'm going to share មានតែខ្ញុំនឹងចែករំលែកនៅ blueprint នឹងប្រែថាគម្រោងផែនការអញ្ចឹងមានតែខ្ញុំនឹងចែករំលែកនៅគម្រោងផែនការដែល Robert ហើយបងប្អូនឆ្ងល់ថាកន្លែងណាប្រែដែលខ្ញុំអត់បញ្យល់ទេដោយសារហ្នឹងវេយ្យាករណ៍បងប្អូនទៅមើលមេរៀនឡើងវិញទាំងអស់ហ៎បងប្អូនរៀនវាដើមអានេះខ្ញុំប្រែយកហ្មងហើយដែលដោយសារកន្លែងនេះគេលុបដែតចូលចេញដែល Robert ហើយនឹងខ្ញុំបានប្រើទទួលបានជោគជ័យអស់រយៈពេលជាច្រើនទសវត្សរ៍ decades ហ្នឹងប្រើទសវត្សរ៍អញ្ចឹងមកទសវត្សរ៍10ឆ្នាំអញ្ចឹងគាត់ប្រើគាត់មានរូបមន្តគាត់មាន blueprint ដែលគាត់ប្រើមកជោគជ័យអញ្ចឹងគាត់យកមកចែករំលែកមួយបងប្អូនទាំងអស់គ្នាអញ្ចឹងយើងរៀនជាមួយនឹង millionaire ទាំងអស់គ្នាថាគាត់នឹងមានតិចនេះគេខ្លះអូខេមក paragraph ទៀតគេនិយាយថា for us សម្រាប់ពួកយើង the winning formula មានន័យសម្រាប់ពួកយើងរូបមន្តឈ្នះ is to look for មានន័យថារូបមន្តឈ្នះហ្នឹងគឺការស្វែងរក is to look for ហ្នឹងប្រែថាការស្វែងរកគឺជាការស្វែងរកអចលនទ្រព្យ property ដែលនឹងបានវិញប្រែនឹងដែលនឹងឲ្យផល yield នឹងប្រែថាហុចផលជា cash
cash flow ហ្នឹងបើយើងប្រែថាលំហូរសាច់ប្រាក់មានន័យថាគាត់រូបមន្តរបស់គាត់ហ្នឹងគឺរូបមន្តឈ្នះគឺគាត់ស្វែងរកអចលនទ្រព្យណាដែលបង្កើតនៅលំហូរសាច់ប្រាក់ហើយនឹងបាទនេះឯណាគេសេអសធំដោយសារគេចង់បញ្ជាក់ថាកន្លែងនេះវាមានន័យសំខាន់ហើយនឹងមានសក្តានុពល potential ប្រែថាសក្តានុពល for capital gain សម្រាប់លក់យកផលចំណេញ capital gain ប្រែថាលក់យកផលចំណេញឧទាហរណ៍ថាបងប្អូនទិញ 10000 បងប្អូនលក់បាន 15000 20000 30000 40000 និយាយរួមទៅលក់ឲ្យតែលក់ចំណេញអញ្ចឹងរបៀបក្នុងការធ្វើរកអា best deal របស់គាត់ហ្នឹងមានឱកាសល្អបំផុតរបស់គាត់ហ្នឹងគឺទី1ក៏រកអចលនទ្រព្យណាដែលគាត់មានលំហូរសាច់ប្រាក់ប្រចាំខែមានន័យថាអាចជួលឲ្យគេអញ្ចឹងណាដីស្រែដីចកាក៏បានដែរយើងអាចជួលឲ្យគេមួយខែប្រហែលអញ្ចឹងណាបាទហើយបន្ទាប់មកទៀតលក្ខណៈទី2មានន័យថាជួលឲ្យគេបានហើយថ្ងៃក្រោយទៅដីនឹងឡើងថ្លៃទៀតអាហ្នឹងភាសាអង់គ្លេសហៅថា capital gain តើនេះបងប្អូនអញ្ចឹងរបៀបក្នុងការខ្លាយជាអ្នកមាននៅស្រុកគេហ្នឹងដូច technique របស់គាត់បាទជាមួយខ្ញុំនឹងសាកល្បងដូចគ្នាខ្ញុំក៏មិនទាន់ខ្លាយជាថៃដែរអញ្ចឹងយើងនឹងរៀនទាំងអស់គ្នាថា technique របស់គាត់ហ្នឹងយ៉ាងម៉េចទី1គឺមានលំហូរសាច់ប្រាក់ប្រចាំខែប្រចាំឆ្នាំក៏បានដែរហើយបន្ទាប់មកដីហ្នឹងឬក៏អចលនទ្រព្យហ្នឹងអចលនទ្រព្យមិនសម្រាប់តែលើអាគារទេដីធ្លីអីហ្នឹងបាទគឺអាហ្នឹងហៅអចលនទ្រព្យអីអញ្ចឹងណាដីផ្ទះអីហ្នឹងថាអចលនទ្រព្យតើណាបងប្អូន why គេសួរយើងថាគាត់សួរយើងទៀតថាហេតុអី while បាទ while we are not flipper ហេតុអីគេគាត់សួរសំណួរថាហេតុអីបានធ្វើអញ្ចឹងពីព្រោះតែយើងនឹងមិនមែនជា flipper ហ្នឹងបើយើងប្រែខ្មែរប្រែថាអ្នកទិញលក់អានេះហៅ flipper មានន័យថាទិញ 10000 លក់ 15000 យល់មកឲ្យចំណេញទិញលក់អញ្ចឹងណាគេហៅ flipper ហើយពីព្រោះតែយើងមិនមែនជាអ្នកទិញលក់ទេយើងជឿ we believe in យើងជឿទៅក្នុងយើងជឿទៅលើបាទយើងជឿទៅលើ believe in ហ្នឹងប្រែជឿទៅលើយើងជឿទៅលើការគ្រប់គ្រង holding on ឬក៏កាន់កាប់ទៅលើការវិនិយោគរបស់ពួកយើង our investment as long as ដរាបមិនវែងណាអូខេ so as long as ហ្នឹងកន្លែងនេះប្រែថា you sorry មានន័យថា as long as មានន័យថា you នៅពេលដែលបាទ they are generating cash flow មានន័យថានៅពេលដែលមានន័យថាពួកគេហ្នឹងមានន័យថាដីកន្លែងហ្នឹងជំនួសឲ្យអចលនទ្រព្យបងប្អូនមានន័យថា as long as they are generating cash flow and passive income មានន័យថាដរាបណាពួកវា as long as ហ្នឹងវាមានន័យថាវែងជាងវែងដូចឬក៏ដរាបណាពួកវាបង្កើតនៅ generating នេះប្រែថាបង្កើតនៅលំហូរសាច់ប្រាក់ហើយនឹង passive income ហ្នឹងប្រែខ្មែរប្រែថាចំនួនអកម្មណាបងប្អូនបាទយើងអាចហៅថា cash flow ក៏បាន passive income ក៏បានដែរន័យតែមួយទេព្រោះថា cash flow គេបើយើងនិយាយភាសាអង់គ្លេសគេហៅថាភាសាផ្លូវការដល់ពេល passive income គេហៅភាសានិយាយចំនួនអកម្មអញ្ចឹងខ្ញុំជឿថាបងប្អូនមួយចំនួនដែលរៀននៅក្នុងវគ្គអង់គ្លេសអាជីវកម្មហ្នឹងបងប្អូនយល់ហើយដែលយើងចូលវគ្គសិក្ខាសាលាច្រើនយើងឧស្សាហ៍ឮគេនិយាយថាចំនួនអកម្មអញ្ចឹងណាបាទអានឹងឯងដែលភាសាអង់គ្លេសគេហៅថា passive income ហើយខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចចំនួនអកម្មហ្នឹងខ្ញុំឃើញអ្នករៀនអ្នកដែលមនុស្សភាគច្រើនគាត់ច្រឡំចំនួនអកម្មហ្នឹងគាត់គិតថាមិនបាច់ធ្វើការក៏បានលុយដែរមិនមែនទេបងប្អូនចំណាយពេលតិចមានន័យថាត្រឹមតែ10ទៅ30% នៃពេលវេលារបស់បងប្អូនហើយបងប្អូនបានចំនួនអកម្មមិនមែនបងប្អូនមិនធ្វើអីសោះអត់បានលុយទេមិនមែនមានន័យអញ្ចឹងទេដោយសារពេលខ្លះយើងចេះតែចាញ់បោកពាក្យហ្នឹងណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទៅសិក្សាវាស៊ីជម្រៅពីពាក្យមួយពាក្យខ្លះគេយកពាក្យហ្នឹងមកសម្រាប់យើងនៅក្នុងអាជីវកម្មអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនជាអង់គ្លេសបងប្អូនស្រាវជ្រាវកុំជឿគេពេកវិភាគថ្លឹងថ្លែងអូខេខ្ញុំជឿថាបងប្អូននឹងរីកចម្រើនទាំងអស់គ្នាតើណាបងប្អូនមានន័យថាគាត់រកអចលនទ្រព្យណាឬក៏ការវិនិយោគណាដែលវាបង្កើតលំហូរសាច់ប្រាក់ឬក៏ passive income មិនចាំបាច់តែអចលនទ្រព្យទេអាចអាជីវកម្មអាចអីក៏បានដែរគឺវាមានខ្ញុំចាំឃ្លាមួយគេហៅថា
a million way make a million dollar មានន័យថា1លានវិធីអាចរកលុយបាន1លានដុល្លារអញ្ចឹងមិនចាំបាច់តែវិស័យអចលនទ្រព្យមិនចាំបាច់តែវិស័យនេះវិស័យនោះទេឲ្យតែបងប្អូនគិតថាអូខេមើលតែវាអាចទៅរួចបងប្អូនធ្វើទៅយើងរកលុយបានដូចគ្នាទេអញ្ចឹងណាតើណាបងប្អូនអញ្ចឹងគាត់មិនមែនផ្ដោតទៅលើវិស័យអចលនទ្រព្យទេឃើញគាត់និយាយកន្លែងនេះហ៎គាត់ផ្ដោតទៅលើការវិនិយោគណាដែលវានាំ passive income ឲ្យគាត់អញ្ចឹងខ្ញុំដឹងថាអ្នករៀនភាគច្រើនជាពិសេសអ្នកដែលគាត់អានសភៅ Rich Dad Poor Dad ឪពុកអ្នកមានឪពុកអ្នកក្រឬក៏សភៅ Robert មួយចំនួនគាត់យល់ច្រឡំថា Robert Kiyosaki ហ្នឹងបង្រៀនគាត់អំពីអចលនទ្រព្យមិនមែនទេ Robert Kiyosaki ចង់បង្រៀនគាត់អំពីចំណេះដឹងហិរញ្ញវត្ថុគេហៅ financial literacy គាត់ថាគាត់លើកជាឧទាហរណ៍តាក់ទងជាមួយនឹងអចលនទ្រព្យយកមកបញ្យល់បងប្អូនពួកខ្ញុំជា fan គាត់មួយដែរសភៅគាត់ខ្ញុំអានច្រើនណាអញ្ចឹងបានខ្ញុំយកភាគច្រើនខ្ញុំយកអត្ថបទរបស់គាត់យកមកបរៀនហើយមកចែកម្លែកមួយបងប្អូនទាំងអស់គ្នាខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់កាន់តែច្បាស់ហើយរឿងអីក៏ដោយវាអត់ស្រួលដូចអ្វីដែលបងប្អូនគិតទេវាមានរឿងច្រើនណាស់ដែលយើងត្រូវធ្វើអញ្ចឹងខ្ញុំគាត់តែចង់ចែកម្លែកហើយខ្ញុំក៏មិនទាន់ជោគជ័យដែរតែខ្ញុំចង់ចែកម្លែកថាមុននឹងបងប្អូនធ្វើអីមួយគិតឲ្យស៊ីជម្រៅមានផែនការមានក្រុមការងារល្អយើងសហការគ្នាអញ្ចឹងណាពួកខ្ញុំអត់ចង់ឃើញបងប្អូនទាំងអស់គ្នាខាតលុយទេហើយវាអាជីវកម្មតែខ្ញុំអង់គ្លេសដែលខ្ញុំរៀនហ្នឹងក៏មិនមែនថាធានាថាបងប្អូនជោគជ័យទៅលើអាជីវកម្មដែរគ្រាន់តែជាគំនិតជាយោបល់ល្អពីស្រុកគេអ្នកដែលគេជោគជ័យហ្នឹងយើងយកមករៀនហើយយើងអាចបំបែកដល់ខ្លួនឯងមិនមែនយើង copy មិនមែនយើង copy គាត់ទេយើង copy គាត់គឺយើងស្លាប់តោះនេះយើងចេះច្នៃប្រឌិតដោយខ្លួនឯងផងយើង copy គេប៉ុន្តែយើង accumulate ពាក្យអង់គ្លេសថា accumulate ហ្នឹង ACCUMULATE ហ្នឹងមានន័យថា copy គេប៉ុន្តែធ្វើឲ្យវាជារបស់យើងអាហ្នឹងឯងគេហៅ accumulate ណាអូខេតោះយើងចូលមួយទៀត we do like បាទយើងពិតជាចូលចិត្ត do នេះមិនមែនប្រែធ្វើពិតជាយើងពិតជាចូលចិត្តការមានជំរើស option ហ្នឹងប្រែតែជំរើសណា and someday ហើយថ្ងៃមួយ we may want ហើយថ្ងៃមួយយើងប្រហែលជាចង់ឬក៏ត្រូវការលក់ wouldn't it be nice to do so for profit គេប្រាប់យើងថាតើវានឹងមិនល្អទេឬក្នុងការធ្វើដូច្នេះសម្រាប់ប្រាក់ចំណេញ profit សម្រាប់អ្នកដែលមានន័យថាសម្រាប់គាត់វិញមានន័យថាគាត់រកអាជីវកម្មណាដែលមានលំហូរសាច់ប្រាក់ហើយបើថ្ងៃក្រោយទៅគាត់ចង់លក់បានទៀតហើយក៏បានប្រាក់ចំណេញទៀតព្រោះអ្នកមានគេទិញពេលដែលគេចំណេញមិនគេទិញបងប្អូនដូចមានអារម្មណ៍ថាពិបាកស្ដាប់ទិញពេលចំណេញមិនទិញចំណេញមិនគេទិញហ្នឹងមានន័យថាគេចំណេញពេលដែលគេទិញមកហើយឬក៏គេចំណេញមុននឹងគេទិញឧទាហរណ៍ថាផ្ទះមួយផ្ទះជួលមួយឬក៏ដីមួយឬក៏ក្រុមហ៊ុនមួយគ្រាន់តែគេដាក់លុយចូលវឹបខែក្រោយគេបានចំណូលមកអាហ្នឹងកម្រិតអ្នកមានគឺគេទិញមុនពេលគេចំណេញមុនពេលគេទិញតោះនេះឧទាហរណ៍ដូចខ្ញុំមានលុយអញ្ចឹងខ្ញុំទៅទិញអាចនទ្រព្យខ្ញុំទិញ condo ឬក៏ apartment មួយទៅថាតម្លៃ 30,000 ហើយបន្តមកទៀត condo ហ្នឹងរកប្រាក់ចំណូលឲ្យខ្ញុំ passive income ឬក៏ cash flow ហ្នឹងមួយខែឲ្យខ្ញុំ 5,000 អញ្ចឹងខ្ញុំចំណេញហ្នឹងយល់ទេបងប្អូនហ្នឹងគឺជាកម្រិតអ្នកមានអញ្ចឹងបងប្អូនរៀនមូលដ្ឋានគ្រឹះហើយបងប្អូនសិក្សាវាបន្ថែមទៀតបងប្អូនសាកល្បងវាធ្វើម្ដងតិចណាអូខេ of course តាមពិតទៅ so let dig deeper គេថាតាមពិតទៅតោះ so ហ្នឹងមានន័យថាដូច្នេះហើយតោះយើងទៅឲ្យជ្រៅជាងមុន dig deeper ហ្នឹងមានន័យថាយើងជជែកគ្នាឲ្យស៊ីជម្រៅជាងមុនថែមទៀតអញ្ចឹងមើល style របស់គាត់ថាគាត់នឹងធ្វើម៉េចអូខេចំណុចទី1មានន័យថា spend some time បាទ spend some time បាទអូខេ spend some time មានន័យថាចូលចំណាយពេលណាមួយ upfront determining upfront ហ្នឹងប្រែថាច្បាស់មានន័យថាចូលចំណាយពេលខ្លះឬក៏នៅពេលណាមួយសាមកន្លែងនេះមិនមែនប្រែថាខ្លះហើយណាមួយចូលចំណាយពេលខ្លះឬក៏ណាមួយបងប្អូនប្រែមួយណាក៏បានដែរចូលចំណាយពេលខ្លះupfront determining មានន័យថា
កំណត់ determine នឹងប្រែថាកំណត់នៅកំណត់ឲ្យបានច្បាស់លាស់ upfront ប្រែច្បាស់លាស់ the criteria នឹងខ្មែរយើងគេប្រែថាតារាងលក្ខខណ្ឌឬក៏វិនិច្ឆ័យអញ្ចឹងណាឬក៏តារាងវិតម្លៃកំណត់នៅការចង់បានឬក៏លក្ខខណ្ឌឲ្យបានច្បាស់លាស់ under which ដែលអចលនទ្រព្យទាំងអស់ដែលជំរើសអចលនទ្រព្យទាំងអស់ហ្នឹង all property option ដែលជំរើសអចលនទ្រព្យទាំងអស់ must align មានន័យថាត្រូវតែស្របគ្នាបងប្អូនយល់ clear ហ្នឹងឯងក៏ចង់មានន័យថាឲ្យយើងនឹងចំណាយពេលកំណត់មើលថាលក្ខខណ្ឌអីខ្លះដែលជំរើសអចលនទ្រព្យទាំងអស់ហ្នឹងវាត្រូវតែស៊ីគ្នា align ហ្នឹងមានន័យថាស្របគ្នាឬស៊ីគ្នាមានន័យថាគោលដៅរបស់បងប្អូននឹងចង់បានអីគេបងប្អូនកំណត់ឲ្យច្បាស់ហើយបងប្អូនទៅ set criteria មានន័យថាខ្ញុំចង់វិនិយោគអចលនទ្រព្យទៅលើវិស័យដីធ្លីឯងខ្ញុំអត់ចង់វិនិយោគទៅលើអគារទេអញ្ចឹងបងប្អូនមើលឲ្យដីប្រភេទអីទៀតដីចកាដីស្រែឬក៏ដីយ៉ាងម៉េចអញ្ចឹងបងប្អូនមានលក្ខខណ្ឌសម្រាប់ខ្លួនឯងឲ្យវាស៊ីនឹងជាមួយខ្លួនយើងអ្នកខ្លះគាត់អត់ដឹងទេគាត់គិតថាវិស័យអចលនទ្រព្យគាត់ឃើញគេធ្វើដែរអមគេជំនាញខាងទិញដីស្រែដីចកាលក់ចំណេញហើយដល់ពេលយើងអត់មានបទពិសោធន៍រនឹងទេយើងទៅធ្វើដូចគេដែរខ្ញុំឧទាហរណ៍មួយឧទាហរណ៍ដូចពេទ្យណាបងប្អូនដូចពេទ្យអញ្ចឹងបងប្អូនឃើញពេទ្យខ្លះមានពេទ្យភ្នែកពេទ្យច្រមុះពេទ្យត្រចៀកពេទ្យច្រើនណាពេទ្យសាស្បែកពេទ្យអីអញ្ចឹងមិនមែនឲ្យតែពេទ្យសិតតែព្យាបាលគ្រប់មុខបានទេអញ្ចឹងវាមានជំនាញរបស់គេអញ្ចឹងតកតងនឹងវិស័យអចលនទ្រព្យដែលបងប្អូនរៀននឹងក៏ដូចគ្នាដែរមានន័យថាបងប្អូនចង់វិនិយោគទៅលើគេដីដែលអត់ទាន់អភិវឌ្ឍហើយបងប្អូនទិញមកយកទៅលក់បន្តឬក៏អ្នកខ្លះទិញដីមកយកអភិវឌ្ឍអ្នកខ្លះគេវិនិយោគទៅលើអចលនទ្រព្យដែរតែលើអគារអ្នកខ្លះទៀតវិនិយោគទៅលើ condo អ្នកខ្លះទៀត apartment អ្នកខ្លះទៀតទីជួលអញ្ចឹងបងប្អូនមើលឲ្យឃើញទាំងអស់ហ្នឹងមិនមែនបងប្អូនសិតតែចូលទៅក្នុងនឹងទេអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនមើលអូខេខ្ញុំចូលចិត្តទិញដីឲ្យលក់ទិញដីលក់ដីស្រែជាពិសេសដីស្រែខ្ញុំចូលចិត្តចកាអញ្ចឹងទៅខ្ញុំចូលចិត្តអាគារដោយអ្នកខ្លះអញ្ចឹងបងប្អូនមួយចំនួនបងប្អូនស្គាល់ Donald Trump អតីតនាយករដ្ឋមន្ត្រីប្រធានាធិបតីរបស់អាមេរិកគាត់គឺខាងអចលនទ្រព្យដែលល្បីមួយនៅអាមេរិកហើយគាត់ចូលចិត្តអាគារដែលខ្ពស់អញ្ចឹងគាត់ឆ្លាញ់ដល់ហ្នឹងឯងអញ្ចឹងយើងមើលវាមានច្រើនទម្រង់អចលនទ្រព្យហ្នឹងអញ្ចឹងខ្ញុំចង់ចែកម្លែកមួយបងប្អូនចំណុចហ្នឹងចំណុចនេះគឺគាត់ចង់មានន័យអញ្ចឹងអូខេឥឡូវយើងមើលមួយទៀត that's fair នោះផ្លូវនោះ you will know it immediately អ្នកនឹងដឹងភ្លាមប្រសិនបើរឿងរ៉ាវអ្វីមួយហ្នឹងមានតម្លៃ verse ហ្នឹងប្រែថាមានតម្លៃ investing ក្នុងការវិនិយោគឬក៏អត់តោះនេះ clear ហ្នឹងវាមានន័យគ្រប់គ្រាន់មានន័យថាបើសិនជាបងប្អូនអត់មាន criteria ច្បាស់លាស់ថាខ្លួនឯងចង់បានអីទេបងប្អូននឹងគេប្របួលបងប្អូនហ្នឹងតោះទៅវិនិយោគ condo ហើយទៅតាមគេវិនិយោគ apartment នេះទៅតាមគេតែយើងអត់ដឹងថាយើងអាចចង់ទ្រព្យនេះយើងស្រឡាញ់គេដូចខ្ញុំលើកឡើងពីដើមអញ្ចឹងណាយើងចង់និយាយថាភាពខ្លាំងរបស់យើងខ្លាំងតែទិញដីឯងទិញលក់អីអូខេយើងរោតែទិញដីទិញលក់ទៅដែលអង់គ្លេសហៅ raw land ណា raw land ហ្នឹងមានថាដីអត់ទាន់អភិវឌ្ឍទេអញ្ចឹងអ្នកខ្លះគេបកកាយខាងអាគារអញ្ចឹងគេទៅរោមើលអាគារណាចាស់ទៅគេកែច្នៃទៅជា condo ជា apartment នេះជួលទៅអញ្ចឹងបងប្អូនត្រូវមើលចំណុចខ្លាំងចំណុចខ្សោយខ្លួនឯងអាហ្នឹងឲ្យបានពួកខ្ញុំឃើញច្រើនណារស់ស៊ីចន់អាទ្រព្យគេបបួលទៅលិចកើតក៏អត់ចង់ក្រោយខុសថាងវិស័យនឹងក៏ល្អមិនមែនបងប្អូនចាំណាវិស័យណាក៏ល្អដែរមុខរបរណាក៏ល្អដែរប៉ុន្តែមកពីអ្នកចាប់ផ្ដើមអាជីវកម្មនឹងអត់មានសមត្ថភាពធ្វើដោយខ្លួនឯងទេមិនមែនមុខរបរនឹងអាក្រក់ទេកុំបន្ទោសមុខរបរបន្ទោសយើងវិញអូខេ for instance ជាឧទាហរណ៍ early on one of my must have គេថាជាឧទាហរណ៍ជាលើកដំបូង one of my must have មានន័យថាកតាបកិច្ចឬក៏ការមានន័យថាការមានដំបូងរបស់ខ្ញុំឬក៏រឿងចាំបាច់ដំបូងរបស់ខ្ញុំ was a property មានន័យថាគឺជាអចលនទ្រព្យដែលនៅជិតផ្ទះរបស់ខ្ញុំអញ្ចឹងជំរឿសរបស់គាត់ដែលគាត់ set criteria លក្ខខណ្ឌហ្នឹងគឺគាត់ទៅរកអចលនទ្រព្យណាដែលអត់ឆ្ងាយពីផ្ទះគាត់ទេគាត់ចង់បានអចលនទ្រព្យជុំវិញចិត្តវាមិនមែនថាចិត្តពេកទេមានន័យថា
ai mà cả lô pi cả lô hay dương nằm pin dương phơi cho nàng trộm nó nằm pin mà này phía trán cứ bị nghi sùi cho bơi con bị dồi gì ấy vì miếng sả sầm khánh không cá ác thu cát thu nổ đầm bay đắng tha nẹt chết khan nước lò được gọt còn nếu một miếng này tha con vi nhốt chết đầm bón bảo quạt trong miếng này chẳng miếng tha chết tê quạt đào tới đo lên trong những tha chết đầm bón bảo quạt nó cứ nghi sùi không cá quạt chi tầm mơ tha đầm bón chết khan nước miếng lò ok cao luôn nâng mạch đai săn tờ sọc mạch đai chẳng á này cứ trong miếng này chẳng rồi nhóm khơi nè vi nhốt cho là drop phía chán quạt nằm pin nhỉ và đã quạt tàu vi nhốt cái na ngay mặc từ ngay khăn mà tiền hay rọp cho năm có tốc đây nâng cho thôi hay có nhà cây chẳng nè vì bảo bà này là bây giờ nơi chết độ ma than nơi chết để dương ai chẳng lại pe trâm sao ở tất rồi gò dương từ này mà mong pi mong gì chi bán á nước lọ chiềng nước tịch này bỏ còn tại bom bồn cái thắng cầm đất nó lọ ok dương bàn vô này đứng còn là chi ở ấy để quát long cắt quát vô mà tranh lên mùi dương mùi tiết viết is much easier đã vì miếng phép nghi sưu tràn chiến nó pe đần nè have access nó pe đần nè miên sất tranh chùa bàn when you have access nó miên là thay dương ai tranh chùa nghi sưu dọn cho này pe du u thọ bóng bóng nơi sọc mày bóng bóng từ ví dụ ở trong là drop nơi ấy cái nơi America nơi Europe ấy chẳng này vì bảo ba phương đầm nào vì chẳng hay pe chắc bóng bóng bài tề chặt đam bị túi nơi cả lại chết dương nâng từ vì trận đánh được như thế tại vì thay dương gồm hồn thòng hai dương miên lui rọp còn liền hai dương miên bọc quan miên cầm ca nghi lọ tục chặt thấy ok nhưng ví dụ cho mình phô lâu tới ở bành hà té bị dương chặt đam bị túi dương mưa ở chết từng thao việc sau miên hành phải hết việc xui dương không ca đồng rồi in fact tam tịch tử my first real estate investment cá ví dụ ở cho nà drop chỉ lương đồng bông là bọc nhóm was so close miên thay chết khẳng này ai khút chọc đĩa miên thay nhóm ai đào từ tiền đủ bán cái nhé hãy nhóm gặp anh phơi đối với pi bảy đó ở chu thám mùi sa đá nằm bay từ mờ thà tá tia đỏ tây tiền nắng miên lụa tiền ỏn chẳng có tình bạn hay còn đào mưa tiền thà tia chung vinh quán nắng miên lụa tiền ỏn chẳng hạn nắng tinh linh bỏ quạt cho nó ti mùi ok cho nó ti pi tiện tôn cho mùi nắng when it come to your first investment cái nào nó pe để vía cát láng chấm pua cao vinh dốt chỉ lưng đồng bông là bọn nè nó bây giờ cao vinh dốt là bọn dương ti mùi nó việc cạn láng á sai doesn't matter tụm hóm bất chia chỉ bành hà tụm hóm cứ chỉ bành hà đó sai doesn't matter and I firmly believe small is better có prap tha nhóm chưa chia dạng khẳng firmly believe nó là chưa dạng khẳng tha tôi nướng viên là o chừng chẳng có trong lưng thì chắc dương tha pe để dương vi nhốt tập bố á mình tha cho nào trọ mình thay thì dương chặt đam bị tôi tới về xua chiều bên đây thay dương xua cục cro dương ai chơi điên bán dương ai ca đồng đời trăm trời bàn ta bà xin cho bóng ôn kha đại mình miên bao so bốc dương an tạm mạ pa mình lôi chân dương bốc lôi mà đón ha sầm mơn nọ mơn một phay mơn một ba cục hón nhom chiên thành như tha viên đang ở lùng vừa mùa là hai đấy dương là miên trình này đáng giờ miên chùm nín dương ở cha pra mà nú dương ở cha mơ mà nú hay dương an tận lùi pe khla lùi nhưng mà tôi có thành lùi về sòng khánh và tại pe khla mình men lùi tầng ngõ xa đo sai bàn thì chắc bà xanh này dương miên lùi mấy mà thay dương pra mà được khó dương chua mà được khó còn thôi dương pra chơi đây chẳng còn trong pram dương tha tập 4 thưa ấy cái đó chắp ram bị tụi tới nhưng riêng bị vía chẳng á bà riêng bị vía ta bà xanh dương trong chắp ram thóm hay dương miên nhẹ khăng nó bị coi tiết nếu dương chột chay mà ha chột chay vậy ta bây dương họ miên nhẹ chui thì miền nẹt mơ để miền bao bì nơi chăm trùm chơi dương thế phía trắng cứ dương bà chơi vậy chẳng á rồi nhóm thọ bà chơi tràn đòn đá nhầm vừa chẳng là bao ôn mình thọ bà chơi nhầm đặng ngay bị khai dương bảo bạn nằng vừa lá nó đôi được biết xua nhà nhầm miền riêng bùi bị xua tha là cũ pe miền sòng xa ấy sòng xa có mặt chất chi chạp bây giờ cái thằng chi chạp mà chứ ấy bà sân giờ bóng ôn bị vô có tầm mạch bị khai dương bị vô có ở vô thì chư chăm maintain dương chua bao bị soát maintain hay năng trích đây vậy vì đôi maintain này bây giờ prap ta chư chăm khăng nè vì chư chăm mà giờ tôi là dương miền là chồng lại cho mũi miền là oi còn nắng từ miền sòng xa hãy ơi sòng xa con bọn tới còn đang chư chăm nâng mà vậy nắng đôi được biết kia vậy tha score nó việc phải mà bị khai dương của bạn bị vô là tái p để con chơi nhắm score tới còn đang thập em nữa mà vậy bị khai đứng khai về chẳng
អ្នកខ្លះដែរបរាជ័យអត់ដឹងថារសជាតិបរាជ័យនឹងវាមិនហីវាលំបាកវាតោកយ៉ានឹងមិនហីវាកំសត់មិនហីវាឯកាមិនហីអញ្ចឹងណាអញ្ចឹងខ្ញុំក៏មិនដឹងថាបកស្រាយមិនដែរគ្រាន់ថាខ្ញុំឆ្លប់ឆ្លងកាត់អញ្ចឹងខ្ញុំយល់អារម្មណ៍បែបហ្នឹងអញ្ចឹងខ្ញុំជឿថាបងប្អូនទាំងអស់គ្នារៀនវគ្គនេះគិតមុខគិតក្រោយពិចារណាឲ្យបានវិញឆ្ងាយអញ្ចឹងណាកុំឲ្យវាមានបញ្ហាហ្នឹងបើយើងគិតទោះយ៉ាងណាក៏យើងអាចនឹងកែប្រែបានបើយើងគិតអស់ហើយវានៅតែប្រាជ្ញាអាហ្នឹងធ្វើមិនកលៈទេសៈព្រមលិខិតអីចឹងទៅមួយទៀត you should invest អ្នកគួរតែវិនិយោគពេលវេលាច្រើនឃើញទេបងប្អូនគាត់មានន័យថាគាត់ប្រាប់យើងមានន័យថាអ្នកគួរតែវិនិយោគ invest ហ្នឹងប្រែវិនិយោគពេលច្រើនហើយនឹង only a little money ហើយនឹងលុយតិចតួចអញ្ចឹងឃើញទេគាត់ចង់និយាយថាលុយវាសំខាន់ហើយប៉ុន្តែអ្វីដែលសំខាន់ជាងលុយហ្នឹងគឺពេលវេលារបស់បងប្អូនចំណេះដឹងជំនាញបើសិនបងប្អូនធ្វើអីមួយក៏ដោយបងប្អូនមានលុយប៉ុណ្ណាក៏ដោយតែយើងអត់មានចំណេះមានជំនាញទៅលើអ្វីអត់យល់អ្វីដែលយើងកំពុងតែធ្វើហានិភ័យរបស់យើងខ្ពស់ហ្នឹងបាទមានន័យថាអ្នកគួរតែវិនិយោគពេលច្រើនហើយនឹងលុយតិចតួច in your first deal នៅក្នុងឱកាសទី1របស់អ្នកឧទាហរណ៍ថាបងប្អូនចង់ទិញដីមួយបងប្អូនសិក្សាពីវាតិចទៅមើលទៅអញ្ចឹងណាចាំបងថាបើឡៃតែសិក្សាច្រើនអញ្ចឹងគេយកបាត់ទេអូខេបើសិនជាពេលខ្លះគេហៅមួយចានទឹកមួយចានគោកវាអញ្ចឹងដែរគេហៅ make or break មួយចានទឹកមួយចានគោកអញ្ចឹងពេលខ្លះបងប្អូនមើលទៅតាមនឹងទៅចេះមើលកលៈទេសៈទៅអញ្ចឹងណាតែអាកន្លែងនេះគាត់ចង់និយាយថាបើយើងអត់មានបទពិសោធន៍សោះនៅពេលដែលយើងអត់មានបទពិសោធន៍សោះយើងហក់ទៅភ្លុងហ្មងណាដូចរឿងប៉ិតមានអ៊ីម្នាក់ហ្នឹងគាត់ទិញដីគាត់ឃើញគេទិញដីចំណេញហើយអញ្ចឹងទៅគាត់ទៅតាមបងប្អូនគាត់ទៅទិញដីនៅភ្នំណាណីនោះ5ឆ្នាំមកគាត់លក់បាន 10000 ការគាត់ទិញហ្នឹង 5000 5ឆ្នាំមកគាត់លក់បាន 10000 ហើយគាត់និយាយមួយខ្ញុំថាអូលើក្រោយលេងទិញអចលនទ្រព្យហើយឮថាចំណេញដល់ពេលគាត់ទិញអត់ចំណេញគាត់អត់ចេះមើលទីតាំងឃើញទេដំបូងគាត់ជឿតាមគេគាត់យកលុយទៅទិញគាត់អត់ដឹងថាហ្នឹងវាជាឱកាសឬក៏អត់ទេគាត់ឮថាអត់តែអចលនទ្រព្យទិញទៅចំណេញហ្នឹងមិនមែនទេអចលនទ្រព្យខ្លះទិញទៅឡើងមួយឆ្នាំតែបន្តិចទេអាចនទ្រព្យខ្លះទិញតែម្ដងមួយឆ្នាំផងចំណេញ 100-200% អញ្ចឹងណាមកទិញ 10000 គេឲ្យ 30000-40000 នោះអញ្ចឹងណាដូចពេលមិត្តភក្តិខ្ញុំអញ្ចឹងគាត់ទិញដីនៅជាយក្រុងដីគាត់5ហិកតាឥឡូវគេឲ្យគាត់ចិត្តចង់1លានទេការគាត់ទិញហ្នឹង1ម៉ែត្រការ៉េតែ1ឡានកន្លែងអាហ្នឹងជាអ្វីដែលខ្ញុំចង់ចែកម្លែកមួយបងប្អូនហើយវាមានរឿងច្រើនទៀតណាដែលយើងត្រូវរៀនហើយមិនមែនគាត់នឹកឃើញគាត់ទិញភ្លាមទេគាត់រៀនដូចគ្នាត្រឹមតែគាត់រកឱកាសបានល្អហ្នឹងគាត់ចំណាយពេលរៀនប្រហែលឆ្នាំហើយហ្នឹងដូចគ្នាអញ្ចឹងមិនមែនយើងមានលុយយើងទៅហក់ទិញទេអញ្ចឹងណាហើយក៏គេចាប់ផ្ដើមពីទូចដែរពួកដី5ហិកតាហ្នឹងគេទិញតែប្រហែល10000ទេឃើញគេមានលុយអញ្ចឹងគេអត់វិនិយោគច្រើនទេហើយគេទិញដោយសារតែតម្លៃដីហ្នឹងវានៅធូរថ្លៃដែរហើយដីរបស់គេទិញបានច្រើនឥឡូវនេះគេឲ្យ1ម៉ែត្រការ៉េ4ដល់20ដុល្លារអញ្ចឹងណាតែគាត់អត់ទាន់លក់ទេដោយសារគាត់ត្រូវការខ្ពស់ជាងនឹងតិចទៀតអញ្ចឹងណាអាហ្នឹងឃើញទេបងប្អូន However ទោះបីជាណាក៏ដោយ so many people មនុស្សជាច្រើន tend to do ទំនងជាធ្វើផ្ទុយទៅវិញឃើញទេអញ្ចឹងមានន័យមនុស្សជាច្រើនគឺទំនងធ្វើផ្ទុយទៅវិញគឺគាត់វិនិយោគទៅលើលុយគាត់អត់វិនិយោគទៅលើពេលវេលារបស់គាត់សិនទេទៅអានទៅស្រាវជ្រាវទៅមើលទៅសួរនាំអីគេថាចំណេញដាក់លុយតាមគេហ្មងមានលុយដែរអាហ្នឹងឯងដែលធ្វើឲ្យគាត់បរាជ័យអញ្ចឹងណាគីហ្នឹងមានន័យអាហ្នឹងដូចជាសំឡេងភ្ញាក់អី I wonder why they fail ខ្ញុំក៏ឆ្ងល់ដែរហេតុអីបានពួកគេបរាជ័យទៅ The smaller the investment the less risk you face គេថាការវិនិយោគតិចមានន័យថាការវិនិយោគដែលទូចជាងកាន់តែទូច the smaller the investment ហ្នឹងមានន័យថាការវិនិយោគកាន់តែទូចហើយបងប្អូនថាកន្លែងណាប្រែកាន់រូបមន្តទាំងអស់នេះរៀនហើយបងប្អូនទៅរៀនមេរៀនមុនការវិនិយោគកាន់តែទូចហានិភ័យដែលយើងជួបហ្នឹងកាន់តែតិច the less risk you face ឧទាហរណ៍បងប្អូនវិនិយោគដីត្រឹមតែ10000 1ហិកតាគេលក់ 10000 អញ្ចឹងហានិភ័យបងប្អូនក៏តិចដែរបងប្អូនខ្ចីលុយធនាគារ 5000 បងប្អូនអាចរកដោះចុះបងប្អូនលេងសិតតែបូនដល់20 30 40 50ម៉ឺនយើងអត់មានលុយផងហើយយើងយកផ្ទះយកឡានយកឲ្យទៅប្រចាំចុងក្រោយដីនឹងកប់ធ្វើមិនចឹង5ឆ្នាំមិនលក់ដាច់ហើយបងប្អូនមានលុយសងធនាគារដែរស្រួលធនាគារស៊ីដាច់ដីនឹងទៀតអញ្ចឹងឱកាសធំវាមានហើយប៉ុន្តែសួរខ្លួនយើងតែយើងនឹងមានលទ្ធភាពទៅធ្វើរឿងនឹងអត់អញ្ចឹងចាំពេលយើងចាប់ផ្ដើមទៅបន្តិចវាពេលខ្លះមិនមែនថាយើង100កម្មយើងឡើងដល់ជាន់ទី100បានទេអញ្ចឹងយើងឡើងម្ដងមួយកម្ម
ហើយយើងឃើញគេធ្វើធំហ្នឹងយើងមិនដឹងថាលុយគេប៉ុណ្ណាគេមានខ្នងមានបណ្ដាញប៉ុណ្ណាអាហ្នឹងគិតចំណុចហ្នឹងបងប្អូនអូខេតោះឥឡូវយើងចូលមួយទៀត Isn't that a good idea តើនោះមិនមែនជាគំនិតល្អទេ When you are on a learning curve នៅពេលដែលអ្នកស្ថិតនៅលើ curve នោះមានន័យថាខ្សែ learning curve មានន័យថាខ្សែបន្ទាត់រៀនក៏ចង់ប្រាប់យើងថាធ្វើឲ្យក៏ដោយយើងរៀនយើងគិតឲ្យស៊ីជម្រៅសិនណា Look for property ចូលក្រឡេកមើលអចលនទ្រព្យដែលមានបញ្ហាអញ្ចឹងចំណុចមួយទៀតដែលគាត់ធ្វើហ្នឹងមានន័យថាគាត់ស្វែងរកអចលនទ្រព្យណាដែលមានបញ្ហាហ្នឹងមិនមែនមានបញ្ហាហើយគេឲ្យឆ្លោះប្រកែកគ្នាឡើងតឡាការឡើងអីអញញ៉ៃចំមានអីអញ្ចឹងឯងយើងទៅមើលទាំងអស់គ្នាខ្ញុំនឹងតថ្លៃ I will bet you មានន័យខ្ញុំភ្នាល់ថា bet ហ្នឹងប្រែភ្នាល់ខ្ញុំភ្នាល់ថាអ្នកនឹងមិនរំពឹងខ្ញុំឲ្យនិយាយរឿងនោះទេ but honestly ប៉ុន្តែបើនិយាយឲ្យស្មោះត្រង់ទៅ one of the best thing រឿងមួយក្នុងចំណោមរឿងដែលល្អបំផុតដែលអ្នកអាចស្វែងរកបានគឺអចលនទ្រព្យដែលមានបញ្ហាដែលអ្នកអាចដោះស្រាយបានអញ្ចឹងអចលនទ្រព្យខ្លះអ្នកដែលវិនិយោគអចលនទ្រព្យដែលឆ្លាតខ្លាំងនៅស្រុកគេដូចគាត់អញ្ចឹងគឺគាត់ស្វែងរកអគារណាឬក៏អចលនទ្រព្យណាដែលមានបញ្ហាដូចថាម្ចាស់មុនហ្នឹងក៏អាចចេះឆ្នៃប្រឌិតដែរគាត់ឃើញគាត់មានអគារអញ្ចឹងណាមានបញ្ហាទៅដល់ពេលគាត់ទិញយកមកគាត់កែច្នៃទៅអញ្ចេះទៅអញ្ចោះបានណាចាំមើលទាំងអស់គ្នាតើទិញរបស់គាត់ហ្នឹងមិននៅពេលដែល Robert ហើយនឹងខ្ញុំ came across ហ្នឹងប្រែថាជួបអាហ្នឹង phrase solver នៅពេលដែលខ្ញុំហើយនឹង Robert បានមកជួបអគារ apartment ហ្នឹងបើយើងប្រែខ្មែរប្រែថាផ្ទះល្វែងតាមពិតថា apartment យើងប្រវត្តិបញ្យល់ដូចមិនមែនផ្ទះល្វែងដូចស្រុកយើង0អី apartment ហ្នឹងដូច condo អញ្ចឹងមានថាគេមានបន្ទប់ជួលប៉ុន្តែខុសពី condo មិនខ្ញុំបញ្យល់បងប្អូនតិច apartment និង condo apartment ម្ចាស់តែមួយឯងឧទាហរណ៍តែខ្ញុំម្ចាស់ apartment មានន័យថាខ្ញុំជួលឲ្យគេនៅទៅតែបោះខ្ញុំដាច់ម្នាក់ឯងតែពួកគាត់មានសិទ្ធិត្រឹមតែជួលទេអាហ្នឹងគេ apartment ដល់ពេល condo មានន័យថាបងប្អូនទិញមួយដៃដោយខ្លួនឯងបន្ទប់ហ្នឹងបន្ទប់របស់បងប្អូនអាហ្នឹងគេ condo ឯងការ design ការអីយើងវាអត់ខុសគ្នាទេគាត់ថាមួយហៅ condo អាមួយហៅ apartment អាហ្នឹងយំន័យរបស់វាជួនកាល apartment ហ្នឹងស្អាតជាង condo ទៀតប៉ុន្តែម្ចាស់តែមួយឯងអូថា condo ដូចថាខ្ញុំម្ចាស់ apartment អញ្ចឹងអ្នកដែលមកជួលមានអ្នកដែលនៅនឹងគឺស្អាតជួលខ្ញុំទេមិនមែនម្ចាស់ដាច់ទេតែបើ condo គេម្ចាស់របស់គេមានន័យថាមួយ unit របស់អ្នកនេះមួយ unit របស់អ្នកនោះអញ្ចឹងណានៅហៅ condo apartment អត់អញ្ចឹងឯងណាអញ្ចឹងមានន័យថានៅពេលដែលខ្ញុំហើយនឹង Robert បានជួបអគារ apartment នៅក្នុងទីក្រុង Phoenix ឈ្មោះទីក្រុង Phoenix with a 37មានន័យថា vacancy ហ្នឹងមានន័យថាអត់មានអ្នកជួលរហូតដល់ 37% អត្រាដែលអត់មានអ្នកជួលហ្នឹង vacancy ហ្នឹងមានន័យថាទុកចោលមានន័យថាកន្លែងហ្នឹងវាទំនេរចោលរហូតដល់ 37% we ask ourselves យើងបានសួរខ្លួនរបស់ពួកយើងនៅសំណួរខាងក្រោម How can we solve this problem តើយើងអាចដោះស្រាយបញ្ហានេះដោយរបៀបណា It turn out the property យើងបានបំវែអចលនទ្រព្យនេះ was being run as a hotel យើងបានបំវែអចលនទ្រព្យនេះឬក៏កែប្រែអចលនទ្រព្យនេះដែលត្រូវបានមានន័យថា was being run a hotel មានន័យថាធ្វើទៅជាឬក៏កាន់កាប់ទៅជាសន្តាគារវិញមានន័យថា apartment ហ្នឹងគឺអ្នកដែលអត់មានមនុស្សជួលហ្នឹង 37% អញ្ចឹងគាត់អង្គុយគិតថាតើគាត់ដោះស្រាយមិនឲ្យមានអ្នកជួលឡើងវិញពេញគឺគាត់ដូរវាទៅជាសន្តាគារវិញណា hotel ឃើញទេគំនិតគាត់ច្នៃប្រឌិតទេ creative ទេខ្ញុំឧទាហរណ៍មួយចំណុចនេះដូចមានប្អូនស្រីម្នាក់គាត់ឆ្លាតដែរគាត់ទិញដីចកាហើយអាដីគេធម្មតាដីគេដប់គាត់ទិញនៅតាមខេត្តហ្នឹងមហាតាគាត់ទិញថា 2000 នេះដល់ពេលបន្ទាប់មកគាត់ឈូសឆាយហើយគាត់ដាំស្វាយហើយគាត់ជីស្រះដីគាត់គេឲ្យ 15,000 មហាតាលុយឯង creative ឯងយើងតាំងមានអីច្រើនបើហ្នឹងវាមិនអីច្រើនតើបើគាត់មាន20 30 ហិកតាបងប្អូនគិតលុយមើលទៅតាមខេត្តណាព្រោះគាត់មានដើមទុនតិចគាត់ច្នៃប្រឌិតគាត់ទៅទិញនៅតាមខេត្តហើយបើយើងយកលុយ 2000 មកទិញដីនៅភ្នំពេញទិញបានណាតែមហាតាគេលក់តែ 2000 នេះហើយបន្ទាប់មកគាត់កែច្នៃទៅមហាតាគេឲ្យគាត់ 15,000 ចំណេញច្រើនណាកំណត់ហ្នឹងល្អណាគាត់និយាយមួយខ្ញុំហើយខ្ញុំមានអារម្មណ៍ថាវ៉ាវគាត់ clever
People could rent a fully furnished apartment for anywhere from a week to a year មានន័យថាមនុស្សអាចជួលមានន័យថា full furniture apartment មានន័យថាជួល apartment ដែលមានគ្រឿងសង្ហារឹមពេញមានន័យថាមានរបស់របរក្នុងនឹងពេញតុកទូកៅអីក្រេគេងអីចឹងទាំងអស់នេះថា fully furniture apartment for anywhere សម្រាប់កន្លែងណាមួយដែល from a week មានន័យថាពីមួយសប្តាហ៍ទៅមួយឆ្នាំតើនេះ However ទោះបីជាណាក៏ដោយ nobody want ទោះបីជាណាក៏ដោយគ្មាននរណាម្នាក់ចង់ទៅនៅក្នុងទីក្រុង Phoenix នោះទេនៅក្នុងរដូវក្តៅ in summer យល់ទេបងប្អូនមានន័យថាគេអត់ចង់ជួលម្ដងមកអាទិត្យទៅមួយឆ្នាំទេគេចង់នៅតែមួយផ្លេតព្រោះរដូវក្តៅវាក្តៅអញ្ចឹងវាពិបាកនៅអញ្ចឹងគេចង់តែទៅលំហែបន្តិចបន្តួចទេអញ្ចឹងគាត់ដូរពី apartment ជា hotel វិញមែនទេធម្មតា apartment មិនដែលជួលមួយថ្ងៃមែនទេមួយខែមួយអាទិត្យអីចឹងទៅតែដល់ពេល hotel យើងអាចជួលមួយថ្ងៃពីរថ្ងៃឬក៏យើងអីចឹងទៅអាហ្នឹងគាត់កែច្នៃទៅអញ្ចឹងវិញព្រោះមនុស្សអត់អាចទៅនៅនឹងរហូតទេគាត់គាត់តែទៅលំហែមួយផ្លេតអញ្ចឹងណាបងប្អូនព្រោះថាដូចបងប្អូនទៅធ្វើផ្ទះជួលនៅខេត្តហើយនៅឆ្ងាយមានណាគេទៅជួលយើងនៅមួយខែបើយើងធ្វើជាកន្លែងស្នាក់នៅកន្លែងអីគេហៅថា resort គេអីចឹងទៅគេអាចជួលមួយថ្ងៃពីរថ្ងៃអញ្ចឹងណាចាញ់ចូលហើយមនុស្សពេញរហូតអញ្ចឹងគេគាត់កំណត់របស់គាត់គឺធ្វើអញ្ចឹងតែបើសិនជាយើងនៅកណ្ដាលក្រុងយើងទៅធ្វើអីគេ resort ឬអីមានណាគេនេះជួលមួយថ្ងៃពួកអញ្ចឹងហើយយើងមើលតាមអញ្ចឹងណាបងប្អូនអូខេមួយទៀតso most of the unit ហើយដូច្នេះហើយអា unit ហ្នឹងមានន័យថាបន្ទប់ភាគច្រើន set vacant during those months មានន័យថាវាពេញហ្មងកំឡុងពេលខែទាំងនោះខែក្នុងរដូវក្តៅខ្ញុំមិនដឹងថាខែពីប៉ុន្មានទៅដល់ខែប៉ុន្មានទេប៉ុន្តែក្នុងរដូវក្តៅប៉ុន្មានខែគឺពេញទាំងអស់ we did our research យើងបានធ្វើការស្រាវជ្រាវរបស់ពួកយើងហើយ convert ហ្នឹងមានន័យថាផ្លាស់ប្ដូរអចលនទ្រព្យហ្នឹង from short term ពីរយៈពេលខ្លីពីសន្តាគារដែលមានរយៈពេលខ្លីមានន័យថាពីនេះ from short term hotel rental មានន័យថាពីការជួលសន្តាគាររយៈពេលខ្លីទៅជា regular long term rental apartment ទៅជា apartment ដែលជួលរយៈពេលយូរវិញតោះនេះបងប្អូនមុនដំបូងគាត់កែច្នៃម្ដងតិចម្ដងទៅគេជួលមួយថ្ងៃពីរថ្ងៃយូរទៅគេថាចុះបើខ្ញុំជួលមួយឆ្នាំហ្មងមួយខែម្ដងបានទេអញ្ចឹងគាត់ចាប់ផ្ដើមបដូរអាសន្តាគារហ្នឹងមក apartment វិញឃើញទេគឺព្យាយាមដោះស្រាយអញ្ចឹងរហូតបើនិយាយមួយម៉ាត់គឺតម្រូវការភ្ញៀវគេចង់បានមិនយើងធ្វើឲ្យគេទៅអញ្ចឹងយើងអត់ខ្វះម៉ួយទេណាមួយទៀត the vacancy rate មានន័យថាភាគរយនៃទុកចន្លោះចោលដែលមានអ្នកជួលហ្នឹងណាពី 37% មកកាន់តែ 3% ឯងឃើញទេអញ្ចឹងពីមុនអ្នកអត់ជួលហ្នឹង 37% ឥឡូវវាសល់តែ 3% ទេហើយតម្លៃអចលនទ្រព្យនេះ and the property value តម្លៃអចលនទ្រព្យនេះកើនឡើងទៀតមានន័យពីមុនបើគាត់ទិញ10មកគាត់ទិញ 50,000 អញ្ចឹងអាហ្នឹងវាអាចឡើងដល់ 60,000 70,000 ឬក៏1លាន2លានខ្ញុំមិនដឹងតែដឹងថាតម្លៃអចលនទ្រព្យហ្នឹងវាឡើងខ្លាំងណាដល់ធម្មតាតែមានមនុស្សមានអីជួលហើយតម្រូវការឲ្យអចលនទ្រព្យវាឡើងថ្លៃដោយសារមានមនុស្សហ្នឹងឯងហើយឬក៏បងប្អូនចាំអចលនទ្រព្យឡើងថ្លៃទី1តំបន់ហ្នឹងមានសក្តានុពលមានការងារធ្វើមានប្រជាជនទៅរស់នៅច្រើនមិនមែនអចលនទ្រព្យទាំងអស់សិតតែឡើងថ្លៃបានទេវាឡើងណាតែតិចតួចតែបើឡើងខ្លាំងគឺតំបន់ដែលមានសក្តានុពលមានការងារមានមន្ទីរពេទ្យមានសាលារៀនមានអីគ្រប់ត្រូលអញ្ចឹងមិនមែនតែអចលនទ្រព្យតែម្នាក់ឯងនឹងវាឡើងថ្លៃវាមានអី support គ្រប់ត្រូលពីខាងក្រោយទៀតណាមួយទៀត we were winning on both cash flow and capital gain មានន័យថាយើងឈ្នះមានន័យថាយើងកំពុងតែឈ្នះទៅលើទាំង both end ហ្នឹងប្រហែលទាំង cash flow មានន័យថាទាំងលំហូរសាច់ប្រាក់ឬក៏គេហៅថាចំណូលអកម្មហើយនឹង capital gain មានន័យថាពេលលក់ទៅចំណេញទៀតអញ្ចឹងគាត់ឈ្នះទាំងពីរឧទាហរណ៍ឥឡូវខ្ញុំបាញ់និយាយធំដូចស្រុកគេឧទាហរណ៍បងប្អូនខ្លះមានលុយមុំទៅបងប្អូនទៅទិញដីស្រែដីឆ្ការឲ្យបងប្អូនជួលឲ្យកសិករនឹងវិញទៅមួយឆ្នាំឬក៏មួយខែបងប្អូនយកពីគាត់ប្រមាណដូចថាមួយខែយក50អញ្ចឹងមួយខែ50បងប្អូនបាន cash flow 50ហើយដីហ្នឹងពេលដែលបងប្អូនទិញ 10000 មិនប្រកាសតែ 10000 ទេមែនទេអាច 20000 30000 40000 50000 អាហ្នឹងវាតាមជាក់ស្ដែងទីតាំងណា
អាហ្នឹងឯងមានន័យថាគាត់ឈ្នះទាំង cash flow ហើយនិង capital gain តោះនេះបាទអញ្ចឹងឥឡូវយើងមើលមួយទៀត become a bro and reading pro formas មានន័យថាคล้ายទៅជាមានន័យថាទីមួយទៀតមានន័យថាគាត់ចង់ប្រាប់យើងថាបើយើងចង់វិនិយោគឬក៏ធ្វើឲ្យមានឱកាសឌីលនឹងល្អទីមួយមានន័យថាមួយទៀតហ្នឹងមានន័យថាคล้ายទៅជាអ្នកជំនាញ pro ហ្នឹងប្រែថាអ្នកជំនាញក្នុងការអាន reading ក្នុងការអាន pro forma pro forma ហ្នឹងមានន័យថាតម្រង់តម្លៃមានន័យថាបញ្ជីតម្លៃចលនាទ្រព្យហ្នឹងណាចំណូលចំណាយទៅលើអីគេខ្លះហ្នឹងហៅ pro forma ខ្ញុំមិនដឹងខ្មែរពាក្យមួយម៉ាត់ហ្នឹងគេហៅមិនហៅ pro forma ហ្នឹងមានន័យថាបញ្ជីមួយដែលគេនិយាយថាចលនាទ្រព្យហ្នឹងមានតម្លៃអីគេខ្លះវាបង់ទៅលើអីគេខ្លះវាចំណាយទៅលើអីគេខ្លះហ្នឹងហៅ pro forma តោះនេះបងប្អូននឹងបងប្អូនចេះពាក្យហ្នឹងមួយម៉ាត់បងប្អូនមើលទៅតាមហ្នឹងទៅអញ្ចឹង pro forma ហ្នឹងគឺជាប្រភេទឃើញទេ pro forma ហ្នឹងគឺជាប្រភេទនៃសេចក្តីថ្លែងfinancial statement មានន័យថារបាយការណ៍ហិរញ្ញវត្ថុ financial statement របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការវិនិយោគអចលនទ្រព្យអញ្ចឹងមានន័យថាបងប្អូនត្រូវអានត្រូវដឹងថាអចលនទ្រព្យនេះចំណាយប៉ុណ្ណេះអញ្ចឹងណាហើយលក់ទៅវិញបានប៉ុន្មានអញ្ចឹងគឺបងប្អូនត្រូវប្រកែមើលអានឹងត្រូវខ្លាចជាអ្នកជំនាញបងប្អូនប្រមាណអញ្ចឹងគិតគូទៅអូខេមួយឆ្នាំប៉ុណ្ណេះអញ្ចឹងបើខ្ញុំបានចំណូលប៉ុណ្ណេះខ្ញុំលក់ទៅវិញខ្ញុំចំណេញចេះអាហ្នឹងគឺបងប្អូនត្រូវមានអានឹងប៉ុន្តែនិយាយប្រាប់យើងថាប៉ុន្តែ unlike a cash flow statement ប៉ុន្តែមិនដូចជារបាយការណ៍លំហូរសាច់ប្រាក់នោះទេ representing ដែលតំណាងឲ្យ current income ដែលតំណាងឲ្យចំណូលនៅពេលបច្ចុប្បន្នហើយនិងចំណាយនៅពេលបច្ចុប្បន្ន income ចំណូល expense ចំណាយ pro forma គឺជា projection មានន័យថាជាការបង្ហាញនៅ anticipated income មានន័យថាចំណូលឬក៏ចំណាយដែលគេរំពឹងទុកតោះនេះបងប្អូនដែលប៉ាន់ស្មានណាដែលបងប្អូនប៉ាន់ស្មានថាអូខេអាហ្នឹងវាចេះអាហ្នឹងគេហៅ anticipated income and expense មក pro forma មានន័យថា pro forma ភាគច្រើន don't show actual operating number pro forma ហ្នឹងភាគច្រើនមិនបង្ហាញពីតួលេខដំណើរការពិតប្រាកដនោះទេអាហ្នឹងដូចជាលក្ខណៈថាការរំពឹងទុកឧទាហរណ៍ថាបងប្អូនណាអូខេខ្ញុំទិញអានេះមួយមើលខ្ញុំអាចឥឡូវបើនិយាយបែបតម្លៃប្រហែលប៉ុន្តែកុំឲ្យប្រហែលលឹះពេកឬក៏ខ្សោយពេកអញ្ចឹងចង់និយាយថាវាអាចទទួលយកបានចង់មានអញ្ចឹងAsk the agent ចូលសួរទីភ្នាក់ងារពីព្រោះតែវាជាភារការងាររបស់គាត់ឬក៏របស់នាង to gather ដើម្បីប្រមូលព័ត៌មានស្ដីអំពី pro forma ហ្នឹងដើម្បី in order to ប្រាដើម្បីឲ្យទីផ្សារអចលនទ្រព្យហ្នឹងវាមានសក្តានុពលមានន័យថាដើម្បីធ្វើឲ្យអចលនទ្រព្យហ្នឹងវាមានទីផ្សារទៅកាន់ to ហ្នឹងទៅកាន់អ្នកទិញដែលមានសក្តានុពល potential buyer ហ្នឹងអ្នកទិញមានសក្តានុពលបងប្អូនយល់ទេអ្នកទិញមានសក្តានុពលឧទាហរណ៍ខ្ញុំមានលុយច្រើនបងប្អូនមានលុយច្រើនទៅហ្នឹងហើយមានន័យថាគាត់ត្រូវប្រមូលព័ត៌មានឲ្យលំអិតពីចលនាទ្រព្យហ្នឹងដើម្បីយកមកនិយាយមួយយើងឲ្យយើងចាប់អារម្មណ៍ថាបងឯងទិញទៅចំណេញអីចឹងអាហ្នឹងអ្នកជំនាញគេអចលនាទ្រព្យហ្នឹងគឺគេត្រូវក្តោបព័ត៌មានហ្នឹងឲ្យបានហើយយើងជាអ្នកវិនិយោគក៏យើងត្រូវច្បាស់ដែរថាអូខេខ្ញុំទិញដោយសារវាចេះអញ្ចឹងណាដូចមិត្តភក្តិខ្ញុំអញ្ចឹងណាទិញដីតា2-3ឆ្នាំឥឡូវខ្លាចជាសទ្ធិបាត់ហើយគេទិញ5ហិកតាឥឡូវគេលក់ចិត្តបាន1លានអីចឹងណាដោយសារគេប្រកែមើល Once you understand នៅពេលដែលអ្នកយល់នៅ basic element នៅពេលដែលអ្នកយល់ពីមូលធាតុផ្សំជាគ្រឹះ element ហ្នឹងប្រែថាធាតុផ្សំជាគ្រឹះ you will always be able to អ្នកនឹងតែងតែអាច be able to ទទួលបាននៅព័ត៌មានដែលអ្នកត្រូវការអញ្ចឹងអាមូលដ្ឋានគ្រឹះនេះសំខាន់ថាអចលនទ្រព្យហ្នឹងមុននឹងវិនិយោគវាមាន pro forma criteria អីគេខ្លះអញ្ចឹងតែពេលយើងទៅរកទៅស្រួលអាហ្នឹងដូចមិនខុសអីពីខ្ញុំឧទាហរណ៍មួយមិនខុសអីពីបងប្អូនចូលក្នុងហាងមួយគេបងប្អូនថាគេសួរបងញ៉ាំអីគេខ្ញុំមិនដឹងទេបើសិនជាបងប្អូនមិនដឹងថាខ្លួនឯងចង់ញ៉ាំអីផងគេមកយកអីមិនយកមកហូបធ្វើមកហូបអីតម្រូវចិត្តបងប្អូនអាចលនទ្រព្យមិនថាវិនិយោគអីទេដូចគ្នាមានន័យថាបងប្អូនត្រូវដឹងខ្លួនឯងច្បាស់ថាខ្ញុំចង់បានអានឹងអញ្ចឹងជួយធ្វើអានឹងឲ្យខ្ញុំអញ្ចឹងគេនឹងព្យាយាមទៅរកហើយអូធ្វើមិនផ្សំមិនឲ្យឆ្ងាញ់សម្រាប់បងប្អូនតោះនេះមួយទៀតthe number on a pro forma គេថាចំនួនតួលេខ
តើលើ pro forma ហ្នឹងនឹងប្រាប់នេះថាតើអចលនទ្រព្យហ្នឹង qualify មានន័យថាវាស័ក្តិសម for further review មានន័យថាស័ក្តិសមសម្រាប់មើលបន្ថែមទៀតអត់មានន័យថាពួកមានហ្នឹងយើងស័ក្តិសមហ្នឹងយើងបន្តមើលវាទៀតអត់អញ្ចឹងពួកពេលខ្លះអចលនទ្រព្យហ្នឹងស្អាតមែនល្អមែនប៉ុន្តែពេលយើងទិញទៅអត់ចំណេញទេដោយសារវាមានបញ្ហាអីស្មុគស្មាញអីច្រើនឧទាហរណ៍ណាដូចអាចនទ្រព្យខ្លះទូចទីតែពេលដែលយើងទិញយើងលក់ចំណេញមកដីហ្នឹងទិញ 100000 យើងទិញពីគេហើយដល់ពេលមានក្រុមហ៊ុនណាមួយគេវិនិយោគគេចង់បានដីនេះគេឲ្យយើងមកលៀនអញ្ចឹងទៅពួកគេត្រូវធ្វើ condo ធ្វើអគារពាណិជ្ជកម្មអីមួយអញ្ចឹងណាបងប្អូនអាហ្នឹងគេចង់មានអញ្ចឹង if you desire ប្រសិនបើអ្នកសម្រេចចិត្ត to pursue ដើម្បីស្វែងរកនៅអចលនទ្រព្យ pursue នឹងប្រសិនស្វែងរកស្មើនឹងពាក្យ find ប្រសិនបើអ្នកសម្រេចចិត្តស្វែងរកអចលនទ្រព្យអ្នកនឹងបន្ទាប់មកប្រើ pro forma number ចំនួន pro forma ជាការចាប់ផ្ដើមជាចំណុចចាប់ផ្ដើម as a starting point ជាចំណុចចាប់ផ្ដើមសម្រាប់ការវិភាគហិរញ្ញវត្ថុ for the financial analysis ដែលអ្នកនឹងធ្វើជាមួយនឹង rich dad real estate evaluator មានន័យថាអ្នកនឹងធ្វើជាមួយនឹង evaluator ហ្នឹងមានន័យថាអ្នកគណនាអចលនទ្រព្យរបស់ rich dad អញ្ចឹងបងប្អូនអាចចូលទៅក្នុង website របស់ rich dad បងប្អូនអាចចុចទៅស្រាវជ្រាវមានតែនៅស្រុកគេមាន criteria ហ្នឹងល្អគេមើលតាមហ្នឹងអូខេត្រូវអត់គេមានគ្រឹះរបស់គេខ្ញុំឃើញថាគេល្អមាននៅស្រុកគេមានស្តង់ដារល្អអញ្ចឹងនៅស្រុកខ្មែរយើងនៅខ្វះខាតច្រើនមែនទេអញ្ចឹងបងប្អូនជាអង់គ្លេសប៉ុណ្្នឹងហើយបងប្អូនព្យាយាមស្រាវជ្រាវបន្ថែមទៀតទៅឬក៏បងប្អូនមានរូបមន្តណាដែលយើងអាចធ្វើឲ្យខ្លួនឯងងាយស្រួលអូខេយើងអាចធ្វើអញ្ចឹងបានព្រោះខ្ញុំក៏មិនមែនជាអ្នកជំនាញខាងហ្នឹងឯងដែរគាត់ថាខ្ញុំរៀនសូត្រខាងហ្នឹងច្រើនយើងយកមកចែកម្លែកយើងយកមកបរៀនហើយបងប្អូនយកទៅអនុវត្តដោយខ្លួនឯងហើយមើលទៅតាមនឹងជាក់ស្ដែងណាធ្វើមិនធ្វើទៅឲ្យតែស្រួលខ្លួនឯងណាមួយទៀតចំណុចបញ្ចប់ negotiate តាក់ទងនឹងការចរចាមានន័យថាចូលចរចា based on number ចូលចរចាពឹងផ្អែកទៅលើចំនួនមិនមែនអារម្មណ៍ទេអ្នកទិញអចលនទ្រព្យខ្លះគាត់ចរចាទៅលើអារម្មណ៍គាត់ឃើញអចលនទ្រព្យនឹងស្អាតគាត់ទិញយកហ្មងគាត់អត់ដឹងថាទិញនឹងវាខាតវាចំណេញទេគេចរចាគាត់ប្រាប់យើងឲ្យចរចាទៅលើចំនួនមានន័យថាដីនឹងឬក៏ផ្ទះនឹងទិញតែ 50000 ទេហើយស្រាប់តែម្ចាស់ផ្ទះនឹងទិញ 100,000 ហើយយើងអាណិតគាត់ឲ្យ 100,000 ហ្នឹងដល់ពេល5ឆ្នាំឡើយក្រោយមកអាគារនឹងលក់បានតែ 70000 អាហ្នឹងឯងចរចាទៅលើចំនួនមិនមែនចរចាទៅលើអារម្មណ៍ទេអ្នកខ្លះគាត់ទិញបើគេមានលុយច្រើនហើយយើងមានចិត្តមេត្តាយើងធ្វើទៅអាហ្នឹងវាអត់បញ្ហាទេអាហ្នឹងវាអាស្រ័យទៅលើបងប្អូនទេបើបងប្អូនចង់ជួយគេដែរបងប្អូនឲ្យគេច្រើនទៅតែបើសិនជាទូទៅធម្មតាគេយើងរកស៊ីយើងផ្ដោតទៅលើចំនួនហើយយើងចំណេញមកយើងទិញទៅតែក៏មានអ្នកខ្លះគាត់ចិត្តល្អដែរតែចិត្តល្អលើសពេកវាពិបាកដែរចូលចរចាដោយពឹងផ្អែកទៅលើចំនួនមិនមែនចរចាពឹងផ្អែកទៅលើអារម្មណ៍ទេ How a maximum figure ដែលមានតួលេខជាអតិបរមាមានន័យថាចំណេញកាន់តែច្រើនកាន់តែល្អបើនិយាយភាសារ៉ូស៊ីវិញកាន់តែចំណេញកាន់តែល្អហើយនឹងវាជាការប្រតិបត្តិតែខ្ញុំចង់ចែកម្លែកថាកុំរហូតដល់យើងចំណេញហើយយើងទៅជន់គេកេងប្រវាញ់គេអាហ្នឹងគេហៅថាអាក្រក់ហើយយើងបើសម្រាប់ខ្ញុំវិញធ្វើអីក៏ដោយចរចាគឺមកសមរម្យគេក៏ទទួលយកបានយើងក៏ទទួលយកបានព្រោះទោះពេលខ្លះមនុស្សយើងវាមានឡើងមានចោះជួនកាលគ្នាទាល់ដែរអញ្ចឹងណាហៅថាគ្នាទៅពាក់ធនាគារ 100,000 ហើយដីហ្នឹងតម្លៃ 5-10,000 ហើយយើងបើអាចយើងជួយគាត់ទៅយើងអាចថាឲ្យគាត់មកប៉ុណ្្នឹងទៅហើយគាត់មានដើមទុនខ្លះអញ្ចឹងណាមិនមែនថាខូចគាត់ទៅពាក់ធនាគារហើយយើងព្យាយាមជន់គាត់បន្ថែមអីចឹងណាហើយគាត់មានលុយណាសងអាហ្នឹងថាគុណធម៌បងប្អូនអញ្ចឹងបើបងប្អូនរស់ស៊ីអញ្ចឹងបងប្អូនមានឱកាសច្រើនគេថ្ងៃក្រោយទៅគេមានអីគេចែកលេងបងប្អូនចាស់ចំណេញហើយអញ្ចឹងណាតែបើថាយើងមិនមានដល់ប៉ុណ្្នឹងទេយើងអាចថាឥឡូវខ្ញុំសុំ 2-10,000 3-10,000 អញ្ចឹងទៅអាហ្នឹងណាខ្ញុំមានអីទេមានតែប៉ុណ្្នឹងឯងតាក់ទងនឹងរឿងហ្នឹងហើយយើងជួយគ្នាទៅបន្តិចបន្តួចអញ្ចឹងណាមានតួលេខជាអតិបរមា a figure you will not go មានន័យថាតួលេខដែលអ្នកនឹងមិនទៅឲ្យលើសនឹងតើនេះបងប្អូនមានន័យថាមិនអាចក្រមខ្លាំងពេកទេបាទបើបងប្អូនគាត់ថាអូខេខ្ញុំគាត់ត្រូវការលុយ5-10,000អូថា 2-10,000 ចុះហើយដីនឹងលក់បានតែ 10,000 ទេអញ្ចឹងបងប្អូនចង់ជួយគាត់អូខេបងប្អូនថែមទៅហើយ
ទុកថងដីនឹងពី3ឆ្នាំទៅវាឡើងដល់នឹងចឹងអានឹងក្នុងការនេះបើយើងអាចជួយបានយើងជួយទៅចឹងណាបាទខ្ញុំបើមានខ្ញុំជួយមែនទេបើតិចតួចអញ្ចឹងបាទពួកគ្នាពិបាកដែរតែយើងធ្លាប់ឆ្លងកាត់លំបាកបានយើងយល់ថាអូខេអាពេលដែលគេទាលុយហ្នឹងវាពិបាកមិនខ្ញុំមិនជពាក់គេច្រើនទេជពាក់ថាមិត្តភក្តិខ្លួនឯងទេអត់ជពាក់តែនេះអត់លុយពិបាកណាបាទអូខេ in mind នៅក្នុងគំនិត before you begin negotiating មានថានៅក្នុងគំនិតមុននឹងអ្នកចាប់ផ្ដើមចរចា when you reach that figure នៅពេលដែលអ្នកឈានទៅដល់តួលេខនោះ you will either need to pull out of the deal អ្នកបើមិនត្រូវការចេញពីកិច្ចព្រមព្រៀងនេះទេឬក៏ទទួលនៅ concession ហ្នឹងមានន័យថាការសម្បទានណាការសម្បទានដទៃទៀត to make the purchase ដើម្បីធ្វើការទិញ purchase ហ្នឹងមានការទិញ make the purchase មានន័យថាធ្វើការទិញអាចរណទ្រព្យនេះ economically feasibly មានន័យថាឲ្យវាបានសមស្របតម្លៃមួយដែលសមរម្យ economically feasible មានន័យថាបើសិនជាតម្លៃនឹងវាលើសពេកយើងមានតែយើងចាញ់ពីកិច្ចព្រមព្រៀងនឹងឬក៏ឱកាសនឹងតែបើយើងគិតថាអូខេយើងបានសម្បទានអីមួយឬក៏យើងចរចាលក្ខខណ្ឌមិនអានឹងវាតិចនេះបងប្អូនរៀនខ្លួនទេព្រោះវាតាមកលៈស័កនឹងពេលវេលាអញ្ចឹងណាប៉ុន្តែតម្លៃដែលយើងអាចថាទទួលយកបានទាំងសងខាងទាំងអ្នកលក់ទាំងអ្នកទិញអញ្ចឹងណាបងប្អូនគាត់ថាខ្ញុំឃើញអ្នកខ្លះគាត់រស់ស៊ីគាត់ដូចអត់មានគុណធម៌ចំណុចហ្នឹងគាត់អានតែគាត់មានប្រៀបអញ្ចឹងគាត់ជន់គេអញ្ចឹងយើងកុំធ្វើអញ្ចឹងអីតែខ្ញុំជឿថាបងប្អូននិយាយរួមទៅបងប្អូនគិតតែមកសំរុំមកគិតថាអូខេយើងជួយគេទៅខ្លះទៅហើយយើងកុំជន់គេខ្លាំងពេកអញ្ចឹងណាមកល្មមដែលយើងគិតថាអូខេហើយប៉ុណ្ណឹងណាបងប្អូនអញ្ចឹងយើងរស់ទាំងអស់គ្នាទៅវងការគេមានឱកាសអីទៅគេអាចមករយយើងថែមទៀតយើងចំណេញក៏មានដែរធម្មតាមនុស្សដែលធ្វើល្អមិនខ្វះឱកាសមកទេ so ហេតុដូច្នេះហើយ don't fall in love with the property ហេតុដូច្នេះហើយកុំធ្លាក់ក្នុងអន្លង់ស្នេហ៍ឬក៏ស្រឡាញ់អាចរណទ្រព្យនឹងខ្លាំងពេកអាចរណទ្រព្យមើលទៅល្អហើយប៉ុន្តែពេលយើងទិញទៅវាមិនចំណេញវាខាតយើងធ្វើឲ្យយើងវាន់កដែរក៏យើងមិនធ្វើបានដែរអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនពិនិត្យមើលចំណុចហ្នឹង you must be ready to walk away from the deal គេថាអ្នកត្រូវតែត្រៀមខ្លួនរួចជាស្រេចដើម្បីដើរចេញពីកិច្ចព្រមព្រៀងហ្នឹងឬក៏ឱកាសហ្នឹង if you cannot come to a favorable understanding ប្រសិនបើអ្នកមិនអាចឈានទៅដល់ការយល់ស្របជាទីពេញចិត្តបាន favorable understanding with the seller ជាមួយនឹងអ្នកលក់ប្រសិនបើអ្នកមិនអាចឈានទៅដល់ការយល់គ្នាដ៏សមស្របដ៏ពេញចិត្ត favorable understanding មានន័យថាការយល់គ្នាដ៏ជាទីពេញចិត្តជាមួយនឹងអ្នកលក់មានន័យថាបើយើងនឹងអ្នកលក់ហើយនឹងអ្នកទិញអត់ស៊ីគ្នាអត់ត្រូវគ្នាទេអូខេយើងដើរចេញទៅអញ្ចឹងណាតែបើថាយើងខាតច្រើនពេកហើយគាត់ខាតច្រើនពេកទេអាហ្នឹងវាធម្មតាអ្នកលក់អ្នកទិញអ្នកលក់ចង់បានច្រើនណាស់អ្នកទិញចង់បានថោកហើយប៉ុន្តែយើងរកអាកិច្ចព្រមព្រៀងណាដែលវាចំណេញទាំងអស់គ្នាដែលយើងអាចទទួលយកបានទាំងអស់គ្នាអាហ្នឹងឯងគេឲ្យឈ្មោះថា favorable understanding you are in this deal អ្នកឯងនៅក្នុងមានន័យថាអ្នកនៅក្នុងកិច្ចព្រមព្រៀងនេះឬក្នុងឱកាសនេះ to make money ដើម្បីបង្កើតលុយ that's all ចប់ប៉ុន្តែគាត់និយាយកន្លែងនេះដូចរឿងធ្ងន់គាត់ថាយើងមកចរចាហ្នឹងគឺមករលុយវាជាត្រឹមត្រូវវាជាការត្រឹមត្រូវអីអូខេវាអត់បញ្ហាទេតែយើងមើលតាមជាក់ស្ដែងណាខ្ញុំមិនហ៊ានមកខំទេព្រោះធម្មតាមិនថាខ្ញុំមិនថាបងប្អូនទេយើងរស់ស៊ីយើងចង់ចំណេញឯងគាត់ថាការចំណេញហ្នឹងវាសមស្របនៅចំណុចណាមួយដែលយើងអាចទទួលយកបានកុំកេងប្រវ័ញ្ចកុំជីជន់កុំខ្សែលើប៉ុណ្្នឹងទៅអូខេតាក់ទងជាមួយនឹងមេរៀននេះវាមានតែប៉ុណ្្នឹងទេក្នុងការស្វែងរកឱកាសដែលល្អបំផុតហើយគាត់មានតិចនិចប្រមាណហ្នឹងដើម្បីឲ្យបងប្អូនចែកចាញ់បីមួយបងប្អូនហើយបងប្អូនមានអីលើសពីហ្នឹងបងប្អូនអាចអនុវត្តថែមទៀតអានេះគ្រាន់តែជាតិចនិចរបស់សេដ្ឋីនៅអាមេរិកអូខេបងប្អូនទាំងអស់គ្នាអរគុណច្រើនហើយយើងនឹងជួបគ្នានៅមេរៀនបន្តទៀតសូមអរគុណសូមជម្រាបលា